ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកបង្ហាញបងប្អូនពីរបៀបបដូរ password Facebook របស់យើងក្នុងករណីថាយើងភ្លេច password តែ Facebook របស់យើងអាចនៅប្រើបានហើយលេខទូរស័ព្ទក៏វាបាត់អញ្ចឹងហើយបងប្អូនគួរតែបដូរលេខ password ឲ្យហើយឬក៏បដូរលេខទូរស័ព្ទឲ្យហើយដើម្បីការពារនៅថ្ងៃណាមួយ Facebook របស់យើងមានបញ្ហាបាត់ចេញពីទូរស័ព្ទយើងសនុកយកមកវិញបងប្អូនចូលមកកាន់ Facebook បន្តមកទៀតចុចលេខត្រី3ខាងលើនេះបន្តទៀត scroll ទៅខាងក្រោមរកពាក្យថា setting and privacy កន្លែងនេះកន្លែងរូបសោហ្នឹងបន្តមកទៀតចុចរកពាក្យថា setting បន្តមកទៀតយកពាក្យថា password and security ខាងលើនេះចុចចូលមកបន្តមកទៀតយកពាក្យថា password and private security ខាងក្រោមនេះរូបខែលនេះបងប្អូនហើយបន្តមកទៀតចុចពាក្យថា change password បន្តមកទៀតយកកន្លែងឈ្មោះ Facebook របស់យើងមកដល់កន្លែងនេះគឺគេឲ្យយើងវាយ password ចាស់បាទខាងលើនេះតែខាងក្រោមនេះគឺវាយ password ថ្មីហើយក៏អានេះ password ដូចគ្នាមួយអាពីរហ្នឹងគឺដូចគ្នាតែក្នុងករណីបងប្អូនភ្លេច password បាត់នៅខាងលើនេះគឺអត់បានចាំទេបងប្អូនចុចយកពាក្យថា forget your password ចុចចូលមកបន្តមកទៀតបងប្អូនមកដល់កន្លែងនេះគឺវាឲ្យយើងដាក់ថាមកដល់កន្លែងនេះគឺវាឲ្យយើងនឹង send code ទី1 send ទៅកាន់ Gmail ដែលយើងបានភ្ជាប់ជាមួយ Facebook មួយទៀត send ទៅកាន់ notification នៅកន្លែងរូបកណ្ដឹងនៅក្នុង Facebook ដែលយើងបានប្រើហ្នឹងហើយក្នុងករណីនេះគឺបងប្អូនអត់មានលេខទូរស័ព្ទឬក៏អត់មាន Gmail បងប្អូនគួរតែចុចយកពាក្យថា notification នេះទៅគឺវាស្រួលឲ្យយកលេខកូដជាងអញ្ចឹងចុចគ្រីសវាមកបន្ទាប់ចុច continue មកបន្តទៀតយក password ចេញពី notification របស់ Facebook យើងគឺវា send មកហើយបាទនេះបងប្អូនខាងលើនេះដែលវាបាន send code មកនេះ075310គុតបាទ075310គុតបាទអូខេចុចទៅមុខ continue មកដល់កន្លែងនេះគឺយើងអាចវាយ password ថ្មីបានទេបងប្អូនតែខ្ញុំអត់វាយទេបងប្អូនគ្រាន់តែវាយបន្តមកទៀតចុចនេះទៅមុខអធិស្ឋានចុច green នេះហើយបន្តទៀតចុចទៅមុខមកគឺរួចរាល់យើងបានប្រូ password Facebook របស់យើងបានរួចរាល់ហើយវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ